បើសម្រាប់ខ្ញុំប្រជាពលរដ្ឋធម្មតាខ្ញុំគិតថាការការពារមរណភាពទឹកដីគឺជាការចាំបាច់ណាស់ទោះក្នុងតម្លៃណាក៏ដោយបាទប្រទេសមួយការបង្កើតឲ្យមានកងទ័ពបង្កើតឲ្យមានទាហានគឺដើម្បីការពារមរណភាពទឹកដីការពារទឹកដីការពារប្រជាពលរដ្ឋអំពីការរំលោភបំពានពីសត្រូវបាទសប្តាហ៍ថ្ងៃនេះដូចយើងឃើញចឹងមេដឹកនាំស្រុកខ្មែរបាទទោះបីជាដឹងហើយថាសៀមបានរំលោភចូលបាទដល់កាន់កាប់ភូមិព្រៃច័ន្ទកាន់កាប់ភូមិអូប៊ីជាន់និងកន្លែងផ្សេងទៀតតែមេដឹកនាំរបស់យើងវាហាក់ដូចជាមិនសូវខ្វល់សោះតាក់ទងជាមួយនឹងរឿងបញ្ហាព្រំដែនបែរជាហៃអើតាមប្រទេសជិតខាងទៅវិញជាពិសេសសៀមហើយនិងយួនបានខិតចូលបាទហើយប្រទេសសៀមយើងដឹងហើយថាយើងបានបង្កើតឲ្យមានសង្គ្រាមតែប្រទេសយួនប្រទេសវៀតណាមយើងមិនដឹងថាគេខិតចូលដល់ណាទេហើយប្រជាពលរដ្ឋវៀតណាមយើងមិនដឹងថាចូលបានប្រមាណអ្នកទេបាទហើយនៅក្នុងប្រទេសរបស់យើងវិញពោពេញទៅដោយអំពើពុករលួយគ្រប់បែបយ៉ាងបាទហើយចិនដែលចូលនៅក្នុងស្រុកខ្មែររបស់យើងបានប្រព្រឹត្តអំពើបាទប្រៃផ្សៃជាអក្រិតជនឆោបបោកតាមប្រព័ន្ធអនឡាញជួញដូរមនុស្សបាទគ្រឿងញៀនចាប់ចម្រិតនិងសម្លាប់មនុស្សជាដើមតែមេដឹកនាំរបស់យើងអត់មានអីជួយដល់ប្រជាពលរដ្ឋរបស់យើងទេប្រជាពលរដ្ឋខ្មែរសុទ្ធសាធបាទអត់ការងារធ្វើជំពាក់លុយធនាគារវ៉ាន់ករស់នៅក្នុងប្រទេសវៀតនាមសុខចិត្តដល់ចំណាក់ស្រុកដើម្បីរកការងារធ្វើចិញ្ចឹមជីវិតបង់លុយធនាគារមេដឹកនាំដែលដឹកនាំដោយតកុលហ៊ុនសែនហ៊ុនម៉ាណែតបានទៅអួតមួយថ្ងៃឲ្យប្រជាពលរដ្ឋជឿជាក់រហូតដល់បាត់បង់ដីរហូតដល់ប្រជាពលរដ្ឋក្រីក្រពេលខ្លះអ្នកខ្លះបានលក់ដីលក់ផ្ទះសម្បែងដើម្បីបង់ធនាគារអ្នកខ្លះត្រូវសម្លាប់ខ្លួនដោយអត់មានសមត្ថភាពបាទនេះហើយយើងរស់នៅក្រោមដំបូលសន្តិភាពរបស់មេដឹកនាំផ្ដាច់ការហ៊ុនសែនហ៊ុនម៉ាណែត